ប្រពន្ធឆ្លាតគួរតែធ្វើរឿងទាំង5នេះជាមួយនឹងប្តីបាទវីដេអូនេះផ្ញើជូនបងប្អូនស្ត្រីជាពិសេសមនុស្សស្រីដែលស្រឡាញ់ប្តីដែលចង់កសាងសុភមង្គលគ្រួសារសម្រាប់បងប្អូនស្ត្រីដែលអត់ស្រឡាញ់ប្តីមិនចង់កសាងសុភមង្គលគ្រួសារទេកុំមើលវីដេអូនេះអីកុំឲ្យសោកស្ដាយបងប្អូនខ្ញុំបាទវិជ្ជបណ្ឌិតឌីជាហ៊ុយសូមលើកយករឿងរ៉ាវចំនួន5ដែលប្រពន្ធឆ្លាតតែងតែធ្វើជាមួយនឹងប្តីហើយដែលគាត់អាចคล้ายជាភរិយាដ៏ល្អជាប្រពន្ធដ៏ល្អដែលជួយឲ្យប្តីនឹងវាមានការជោគជ័យនៅក្នុងជីវិតនឹងបន្តតែម្ដងចំណុចទី1បងប្អូនគឺស្ត្រីដែលឆ្លាតប្រពន្ធដែលឆ្លាតគឺគ្រប់គ្រងបរិះនោះគ្រប់គ្រងប្តីនោះជាមួយអ្វីដែលគាត់មានន័យថាម៉េចមានន័យថាទោះបីជាគាត់គ្មានលុយក្តីទោះបីជាគាត់គ្មានកំណត់ធំដុំក្តីប៉ុន្តែគាត់គ្រាន់តែនៅក្បែរបរិះនោះនៅក្បែរប្តីនោះមិនថាពេលសប្បាយក្តីមិនថាពេលមានទុក្ខឬក៏គ្រាលំបាកក្តីជារួមយើងឃើញថាច្រើនណែនាំថាយើងស្រឡាញ់គ្នាពេលដែលយើងមើលគ្រាលំបាកមួយគ្នាយើងមើលគ្នាប៉ុន្តែការពិតអត់ទេបងប្អូនទាំងលំបាកទាំងពេលមានទុក្ខគឺបើយើងមើលគ្នាយើងគ្រប់គ្រងគ្នាយើងជួយគ្នាតាមអ្វីដែលយើងមានទៅវិញទៅមកគឺពេលហ្នឹងល្អប្រសើរមានន័យថាការគ្រប់គ្រងតូចតាចការដែលជួយគ្នាតូចតាចនេះបាទការដែលមានអ្វីផ្ដល់ឲ្យគ្នាតូចតាចនេះវាមានអត្ថន័យធំធេងណាស់បងប្អូនសម្រាប់បុរសបាទគឺចាក់ចំបេះដូងបរោះនឹងបន្តតែម្ដងបរោះនឹងបើសិនជាស្ត្រីនឹងធ្វើឲ្យអីតិចតួចជាសន្តានចិត្តនឹងគឺបរោះនឹងអត់ទៅណាទេស្លាប់រស់ដោយសារនារីនោះហើយបាទនេះជាចំណុចទី1ដែលស្ត្រីឆ្លាតប្រពន្ធឆ្លាតគាត់តែងតែធ្វើចំណុចទី2គឺប្រពន្ធឆ្លាតគាត់តែងតែនិយាយគ្នាដោយបើកចំហត្រង់ទៅត្រង់មកជាមួយនឹងប្តីជាមួយនឹងបរោះនឹងបន្តតែម្ដងទោះបីជាស្ត្រីខ្លះគាត់មិនមានចំណេះដឹងគំនិតរបស់គាត់មិនធំដុំក៏ដោយប៉ុន្តែគាត់រស់នៅមានសុភមង្គលអញ្ចឹងបានបងប្អូនមានឆ្ងល់ថាមិនបានស្រីខ្ញុំនេះចេះប៉ុណ្ណឹងហើយมันមានសុភមង្គលស្រីគេអត់ចេះអីសោះគេមានប្រាប់ទៅនឹងហើយបងប្អូនការនិយាយបើកចំហយើងចេះពេកទៅយើងបិទការនិយាយរបស់គេយើងឲ្យគេនិយាយបើកចំហយើងក៏មិននិយាយបើកចំហជាមួយនឹងគេទៀតនោះហើយជាបញ្ហាអញ្ចឹងពេលខ្លះគ្រាន់តែត្រឹមការចែករំលែកកំណត់ទូចតាចមិនបាច់ចេះដឹងអីខ្លាំងមិនបាច់កំណត់នឹងបានលុយបានកាក់អីធំឬក៏អារម្មណ៍ល្អយ៉ាងម៉េចខ្លាំងទេគ្រាន់តែអារម្មណ៍មួយបែបភាពស្មោះត្រង់និយាយបែបត្រង់ទៅត្រង់មកស្មោះត្រង់បាទពេលហ្នឹងគឺអាចដោះស្រាយបញ្ហាក្នុងចិត្តជួយឲ្យទំនុកចិត្តហ្នឹងវាកើនបានខ្លាំងហើយមែនទែនទៅអាចចងចិត្តបរិះហ្នឹងបានបន្តតែម្ដងសរុបទៅមានន័យថាការតំណាក់តំណងល្អនេះវាអាចបង្កើនការយល់គ្នាវាអាចបង្កើនការយោគយល់ដែលឈានទៅការកសាងសុភមង្គលនឹងបានល្អប្រសើរបាទវាជាច្រកមួយដើម្បីធ្វើម៉េចឲ្យជីវិតប្តីប្រពន្ធនឹងដៃគូទាំងពីរនឹងគាត់រស់នៅមានសេចក្តីសុខបាទចំណុចទី3បងប្អូនគឺស្ត្រីដែលគាត់ឆ្លាតគឺគាត់ត្រៀមខ្លួនបោះបង់ចោលការចាប់កំហុសបាទការគុំគួននៅកំហុសឆ្គងរបស់ប្តីនៅលើโลกនេះវាអត់មានមនុស្សណាដែលឥតខ្ចោះទេគឺនរណាក៏រមែងតែងតែមានកំហុសអញ្ចឹងក្នុងជីវិតប្តីប្រពន្ធប្តីក៏រមែងតែងតែមានកំហុសប្រពន្ធក៏រមែងតែងតែមានកំហុសអញ្ចឹងបើសិនជាយើងចង់ឲ្យជីវិតនឹងមានសេចក្តីសុខយើងគួរតែពេលដែលឃើញកំហុសហ្នឹងគឺកុំយកវាមកទុកកុំចាំទុកបាទគឺអាចបំភ្លេចចោលបោះបង់ចោលពេលហ្នឹងជីវិតគឺមានសេចក្តីសុខជាងការដែលចាប់កំហុសហ្នឹងគឺអន្តរាយគ្រួសារហើយអញ្ចឹងបើសិនជាប្រពន្ធនឹងចាប់កំហុសប្តីនឹងច្រើនពេកប្រពន្ធនឹងតិចទៀតនៅ